Save your money now បងប្អូន Save your money now អញ្ចឹង clear នេះ Save your money now នឹងគឺប្រែថាសន្សំសំចៃលុយកាក់របស់អ្នកពីឥឡូវនេះទៅណាសម្រាប់ប្រាប់នរណាម្នាក់ឲ្យគាត់សន្សំលុយសន្សំកាក់សម្រាប់ទុកធ្វើអ្វីមួយណាបងប្អូនយើងអាចនិយាយឬក៏ប្រើប្រាស់ជាភាសាអង់គ្លេសបានថា Save your money now បងប្អូន Save your money now យើងអានតែមួយបងប្អូន Save your money now ប្រែថាសន្សំសំចៃលុយកាក់របស់អ្នកពីឥឡូវនេះទៅ save នឹងគឺប្រែថាសន្សំ your នឹងគឺប្រែថារបស់អ្នក money នឹងគឺប្រែថាលុយ now នឹងគឺប្រែថាឥឡូវនេះអញ្ចឹង clear ថា save your money now នឹងគឺប្រែថាសន្សំសំចៃលុយកាក់របស់អ្នកពីឥឡូវនេះទៅ I paid the bill I paid the bill អញ្ចឹង clear ថា I paid the bill នឹងគឺប្រែថាខ្ញុំបានបង់ប្រាក់ថ្លៃវិក័យប័ត្ររួចហើយឬក៏ខ្ញុំបានបង់លុយរួចហើយអញ្ចឹងក៏បានដែរណាបងប្អូនអញ្ចឹង clear ថា I paid the bill នឹងគឺប្រែថាខ្ញុំបានបង់ប្រាក់ថ្លៃវិក័យប័ត្ររួចហើយនឹងគឺអង់គ្លេសអាចប្រើប្រាស់ឬក៏សរសេរនិយាយបានថា I paid the bill ណាបងប្អូន I នឹងគឺប្រែថាខ្ញុំ paid នឹងគឺប្រែថាបានបង់ឬក៏បានចំណាយណាបងប្អូន the bill នេះ bill នឹងធម្មតាយើងប្រែថាវិក័យប័ត្រឬក៏ក្រដាស់គិតលុយណាបងប្អូនអញ្ចឹង clear នេះ I paid the bill នឹងគឺប្រែថាខ្ញុំបានបង់ប្រាក់ថ្លៃវិក័យប័ត្ររួចហើយ Where is the exit អញ្ចឹង clear ថា Where is the exit នឹងគឺប្រែថាតើផ្លូវចេញនៅឯណាឬក៏ប្រែថាតើច្រកចេញនៅឯណាអញ្ចឹងក៏បានដែរណាបងប្អូនយើងទៅកន្លែងណាកន្លែងនៃមួយគេមានផ្លូវចេញនិងផ្លូវចូលអញ្ចឹងបើយើងចូលហើយយើងចង់សួរគេថាផ្លូវចេញមួយណាយើងអាចប្រើប្រាស់ជាភាសាអង់គ្លេសបានថា Where is the exit បងប្អូន Where is the exit ណា Where នឹងគឺប្រែថាទីកន្លែង is នឹងគឺប្រែថាកើតមានឬក៏ជា the exit នឹងគឺប្រែថាច្រកចេញឬក៏ផ្លូវចេញណាបងប្អូន exit នេះអញ្ចឹង clear នេះ Where is the exit នឹងគឺប្រែថាផ្លូវចេញនៅឯណា Park the car here បងប្អូន Park the car here ប្រែថាចូលចតឡាននៅទីនេះមកណាប្រាប់ឲ្យនរណាម្នាក់ចូលចតឡានឲ្យបានសមរម្យឲ្យតំណងឲ្យសមទៅតាមអ្វីដែលគេបានកំណត់ហ្នឹងគឺអង់គ្លេសអាចប្រើប្រាស់ឬក៏សរសេរនិយាយបានថា park the car here បងប្អូន park the car here ប្រែថាចូលចតឡាននៅទីនេះមកបងប្អូន park ធម្មតាហ្នឹងគឺប្រែថាសួនឬក៏ឧទ្យានណាបងប្អូនcar ហ្នឹងគឺប្រែថាឡាន here ហ្នឹងគឺទីនេះអញ្ចឹង clear ពេញ park the car here ប្រែថាចូលចតឡាននៅទីនេះមក I will try again ប្រែថាខ្ញុំនឹងព្យាយាមម្ដងទៀតណាបងប្អូនយើងចង់ធ្វើអ្វីម្ដងទៀតដើម្បីឲ្យដឹងសដឹងខ្មៅឲ្យដឹងឈ្នះដឹងចាញ់ណាយើងអាចប្រើប្រាស់ឬក៏សរសេរជាភាសាអង់គ្លេសបានថា I will try again បងប្អូន I ប្រែថាខ្ញុំ will ប្រែថានឹង try នឹងគឺប្រែថាព្យាយាម again នឹងគឺប្រែថាម្ដងទៀតអញ្ចឹង I will try again ប្រែថាខ្ញុំនឹងព្យាយាមម្ដងទៀតយើងមើលរបៀបនៃការអានការក្រងបានគឺ I will try again បងប្អូន I will try again ប្រែថាខ្ញុំនឹងព្យាយាមម្ដងទៀត